ការវិភាគទីផ្សារមាសនៅថ្ងៃទី27 ខែ 3 2026 មាសនៅក្នុងស្ថាន frame 1 ម៉ោងបាទចាឥឡូវយើងឃើញហើយថាទីផ្សារមាសកាលពីសើមិញគឺវាបានធ្លាក់មកច្រើនបាទមកច្រើនខ្លាំងមែនតើឥឡូវវាបានឡើងទៅវិញខ្លះហើយបាទអញ្ចឹងតម្លៃដែលយើងអាចចូលលក់ទី1នោះគឺនៅតម្លៃ4600បាទជាតម្លៃលក់ទី1ហើយនឹងតម្លៃលក់ទី2គឺនៅតម្លៃ4740បាទហើយនឹងតម្លៃលក់ទី3គឺនៅតម្លៃ4809បាទហើយនឹងតម្លៃទិញទី1នោះគឺនៅតម្លៃ4300បាទហើយនឹងតម្លៃទិញទី2នោះគឺនៅតម្លៃ4100អញ្ចឹងបើសិនជាទីផ្សារវាមានការប្រែប្រួលខ្លាំងដែលវាអាចបំបែកនៅតម្លៃ support ហើយនឹងតម្លៃ resistance អញ្ចឹងបងប្អូនអរគ្នាត្រូវតែព្យាយាមចូលតាមទីផ្សារបើសិនជាទីផ្សារឡើងយើងតាមទិញបើសិនជាទីផ្សារចុះគឺយើងតាមលក់អញ្ចឹងបើកាលណាទីផ្សារវាឡើងទៅបំបែកនៅតម្លៃ high ខាងលើដែលនៅតម្លៃ4600អញ្ចឹងទីផ្សារមាសវាប្រកាសជាឡើងទៅខាងលើទៀតអញ្ចឹងយើងត្រូវតែព្យាយាមទិញវិញបាទតែបើសិនជាទីផ្សារមាសវាចុះមកវិញដែលវាអាចបំបែកនៅតម្លៃ4300នេះអញ្ចឹងបងប្អូនអរគ្នាត្រូវតែព្យាយាមលក់វិញបាទតាមលក់វិញម្ដងតែថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនៗហើយហេងសំណាងល្អ